ការបំភាយឧស្ម័នផ្ទះកញ្ចក់ខ្យល់នៅជុំវិញយើងទ្រទ្រង់ជីវិតដោយការផ្ដល់អុកស៊ីហ្សែនឲ្យយើងដកដង្ហើមនិងគ្រប់គ្រងសីតុណ្ហភាពភពផែនដីរបស់យើងប៉ុន្តែក្នុងខ្យល់នោះមានលាយឡំដោយឧស្ម័នផ្ទះកញ្ចក់ជាឧស្ម័នដែលមើលមិនឃើញកំពុងផ្លាស់ប្ដូរអាកាសធាតុរបស់យើងហើយយើងមិនអាចមើលរំលងបញ្ហានេះទៀតបានទេឧស្ម័នផ្ទះកញ្ចក់ដូចជាកាបូនឌីអុកស៊ីតមេតាននិងអុកស៊ីតនីត្រាតដើរតួជាភួយគ្របដណ្ដប់លើភពផែនដីវាស្ទាក់កម្ដៅពីព្រះអាទិត្យរក្សាផែនដីឲ្យក្តៅល្មមដើម្បីទ្រទ្រង់ជីវិតប៉ុន្តែសកម្មភាពរបស់មនុស្សដូចជាការដុតឥន្ធនៈការកាប់បំផ្លាញព្រៃឈើនិងផលិតកម្មឧស្សាហកម្មបានធ្វើឲ្យភួយនេះកាន់តែក្រាស់កម្ដៅកាន់តែច្រើនត្រូវបានជាប់គាំងរហូតដល់ផែនដីយើងពិបាកទ្រាំនាំឲ្យសីតុណ្ហភាពពិភពលោកកើនឡើងបំរែបំរួលអាកាសធាតុខ្លាំងអសន្តិសុខស្បៀងអាហារនិងភាពរំខានដល់ប្រព័ន្ធអេកូឡូស៊ីសំណួរលែងចោទថាតើយើងគួរកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឬអត់ទៀតហើយតែតើយើងធ្វើវាដោយរបៀបណាក្រុមហ៊ុននិងសហគ្រាសគឺជាអ្នករួមចំណែកគោលនៃការបំភាយឧស្ម័នសកលនោះហើយជាមូលហេតុដែលពួកគេមានតួនាទីសំខាន់ក្នុងការដោះស្រាយបំរែបំរួលអាកាសធាតុនៅ The Hush យើងមានការបដិញ្ញាដើម្បីដោះស្រាយការបំភាយឧស្ម័នក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់យើងប៉ុន្តែមុនឈានដល់ការបន្ថយយើងត្រូវយល់សិនថាការបំភាយឧស្ម័នរបស់យើងមកពីណានេះដល់ពេលដែលក្របខ័ណ្ឌនៃការបំភាយ Scope 1, 2 និង 3 ចូលមកជាវិធីសាស្ត្រដែលទទួលស្គាល់ជាសកលសម្រាប់ការវាស់វែងនិងការគ្រប់គ្រងដែនកាបូនរបស់អាជីវកម្មការបំភាយក្នុង Scope 1 គឺជាការបំភាយដោយផ្ទាល់ពីប្រតិបត្តិការផ្ទាល់ខ្លួនដូចជារោងចក្រចំណីនិងដំណើរប្រតិបត្តិការបំភាយ Scope 2 គឺជាការបំភាយដោយប្រយោលពីការទិញថាមពលអគ្គិសនីដើម្បីកាត់បន្ថយការបំភាយ Scope 2 យើងត្រូវតែបន្ថយការប្រើឥន្ធនៈ Fossil ហើយផ្លាស់ប្ដូរទៅប្រភពថាមពលកកើតឡើងវិញការបំភាយ Scope 3 គឺជាបញ្ហាប្រឈមដ៏ធំបំផុតវារាប់បញ្ចូលការបំភាយឧស្ម័នពីដៃគូផ្គត់ផ្គង់យើងប្រភពវត្ថុធាតុដើមការដឹកជញ្ជូននិងសូម្បីតែការប្រើប្រាស់ផលិតផលរបស់យើងដោយកសិករការកាត់បន្ថយការបំភាយ Scope 3 ទាមទារការសហការខ្លាំងទូទាំងខ្សែសង្វាក់តម្លៃយើងនៅ The Hush យើងបដិញ្ញាក្នុងការសម្រេចបានគោលដៅដូចជាកាត់បន្ថយការបំភាយក្នុង Scope 1 និង 2 ចំនួន 42% នៅឆ្នាំ 2030 កាត់បន្ថយការបំភាយ Scope 3 ពីវត្ថុធាតុដើមចំនួន 30.3% នៅឆ្នាំ 2030 និងកាត់បន្ថយការបំភាយ Scope 3 ពីប្រភពផ្សេងៗក្រៅពីវត្ថុធាតុដើមចំនួន 25% នៅឆ្នាំ 2030 បំរែបំរួលអាកាសធាតុជាបញ្ហាប្រឈមធំមួយតែវាក៏ជាឱកាសផងដែរដើម្បីពង្រឹងវឌ្ឍនភាពនិងជំរុញការផ្លាស់ប្ដូរវិជ្ជមានចូលរួមឥឡូវនេះយើងអាចបង្កើតអនាគតប្រកបដោយចីរភាពដល់កសិករដល់ខ្សែសង្វាក់តម្លៃរបស់យើងនិងដល់មនុស្សជំនាន់ក្រោយ